ជំរាបសួរនិងសូមស្វាគមន៍បងប្អូនជាទីគោរពមកកាន់បទបង្ហាញសង្ខេបអំពីប្រាសាទបន្ទាយស្រីដែលជាស្នាដៃឯកដ៏អស្ចារ្យមួយនៃសិល្បៈខ្មែរនាសម័យអង្គរថ្ងៃនេះខ្ញុំនឹងធ្វើដំណើរត្រឡប់ទៅកាន់សតវត្សទី10ដើម្បីស្វែងយល់ពីប្រវត្តិស្ថាបត្យកម្មនិងសារៈសំខាន់នៃប្រាសាទដ៏ស្រស់ត្រកាលមួយនេះប្រាសាទបន្ទាយស្រីស្ថិតនៅក្នុងភូមិបន្ទាយស្រីឃុំបន្ទាយស្រីស្រុកបន្ទាយស្រីខេត្តសៀមរាបដែលចម្ងាយប្រមាណ39គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាបឃ្លាតពីស្រះស្រង់27គីឡូម៉ែត្រនិងមានចម្ងាយ32គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅកាន់ភ្នំគូលែនប្រាសាទបន្ទាយស្រីគឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅខេត្តសៀមរាបអង្គរដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅលើពិភពលោកដែរដែលបានទាក់ទាញភ្ញៀវទេសចរនិងអន្តរជាតិច្រើនកកមកពីតំបន់ជាច្រើនក្រុមភ្ញៀវទេសចរដែលបានទៅទស្សនាប្រាង្គប្រាសាទអង្គរវត្តនិងប្រាសាទដទៃទៀតនៅក្នុងទឹកដីនៃខេត្តសៀមរាបតែងតែឆ្លៀតចំណាយពេលធ្វើដំណើរក្នុងរយៈពេលដ៏ឆ្ងាយពីទីរួមខេត្តប្រាសាទបន្ទាយស្រីមានឈ្មោះល្បីព្រោះវាត្រូវបានសាងសង់ឡើងពីថ្មផ្កាឈូកជាមួយនឹងក្បាច់ចម្លាក់យ៉ាងល្អិតល្អន់រស់រវើកជាងគេដោយមានតួប្រាង្គ3ដែលមានសភាពល្អឆើតឆាយដោយស្រីគ្រប់លក្ខប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូកនិងឥដ្ឋរាង4ជ្រុងទ្រវែងហើយមានគូទឹកព័ទ្ធជុំវិញប្រាង្គទាំង3នៃប្រាសាទសង់បែរមុខទៅទិសខាងកើតហើយប្រាង្គកណ្ដាលមានតម្កល់លឹងព្រះឥសូរខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនានិងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថាឥសូរបុរៈប្រែថាបុរីនៃឥសូរប៉ុន្តែសម័យក្រោយៗមកទៀតគេហៅថាប្រាសាទបន្ទាយស្រីទៅវិញដោយសារតែរាងតូចច្រឡឹងនិងក្បូរក្បាច់ដ៏ស្រស់ស្អាតនិងរស់រវើកនៅលើផ្ទាំងថ្មភក់ពោផ្កាឈូកមិនត្រឹមតែប៉ុណ្ណោះប្រាសាទនេះបានទទួលការកោតសរសើរពីភ្ញៀវទេសចរសឹងគ្រប់រូបថាពិតជាស្រស់ស្អាតទោះបីមានបរិវេណតូចចង្អៀតបន្តិចមែនតែទ្រង់ទ្រាយប្រាសាទលម្អទៅដោយចម្លាក់ផ្កាភ្ញីនៃរឿងរ៉ាវដែលទាក់ទងនឹងលទ្ធិទេវរាជរឿងរាមកេរ្តិ៍ខ្មែរមិនត្រឹមតែប៉ុណ្ណោះចម្លាក់នីមួយៗសុទ្ធតែមានលក្ខណៈរស់រវើកបើប្រៀបធៀបទៅនឹងប្រាសាទដទៃតាមឯកសារប្រវត្តិសាស្ត្រអាណាចក្រខ្មែរបានកត់ត្រាថាប្រាសាទបន្ទាយស្រីបានកសាងឡើងក្នុងគ្រិស្តសករាជ967ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី2គឺមុនការកសាងប្រាសាទអង្គរវត្តនិងអង្គរធំដោយព្រាហ្មណ៍ម្នាក់ឈ្មោះថាញាក់ញាញ់វរៃហៈដែលជាព្រះគ្រូរបស់ព្រះបាទជ័យវរ្ម័នទី5ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាប្រាសាទបន្ទាយស្រីធ្វើពីថ្មភក់ស៊ីចម្ពូនិងរំលេចដោយទេពអប្សរាចំនួន1500ដែលទេពអប្សរាទាំងអស់សុទ្ធតែខុសៗគ្នាហើយលើសពីនេះសិលាចារឹកផ្កាភ្ញីនៅប្រាសាទបន្ទាយស្រីមានក្បាច់ល្អលើសពីក្បាច់ចម្លាក់នៅលើប្រាសាទអង្គរវត្តទៅទៀតគឺដូចជាក្បាច់ដែលឆ្លាក់លើប្រាក់លើស្ពាន់ដូចនេះដែរបើតាមមគ្គុទ្ទេសក៍បញ្ជាក់ថាព្រះបាទជ័យវរ្ម័នទី5ទ្រង់ជាអ្នកកសាងប្រាសាទនេះដែលតាមសិលាចារឹកថាឥសូរបុរៈឈ្មោះត្រៃភុវតៈមហេស្វរៈប្រែថាពៀននៃព្រះឥសូរជាធំត្រៃភពឬយើងហៅថាបុរីព្រះឥសូរមិនមែនឈ្មោះបន្ទាយស្រីដូចយើងស្គាល់ទេប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធ3ជាន់មានទីលានក្រាលថ្មវែងទៅទិសខាងកើតមានគោបុរៈប្រកបដោយក្បាច់វិចិត្រនៅចំកណ្ដាលទីលានមានរោងទងខ្វាត់ខ្វែងក្រឡាចាក់ត្រង់ចេញទៅខាងជើង1ចេញទៅខាងត្បូង3សុទ្ធសឹងប្រកបដោយក្បាច់ក្បូររចនាល្អវិចិត្រសពថ្ងៃនេះបាក់អស់ហើយសល់តែសសរជ្រុងច្រាំងគួរឲ្យស្ដាយប្រាសាទបន្ទាយស្រីជាប្រាសាទមួយដែលមានក្បាច់រចនាយ៉ាងល្អឆើតឆាយមានសន្លឹកភ្ញីវល់វល់វងល្អិតឆ្មាស្រស់រស់រវើកដែលមើលទៅគួរឲ្យនឹកគិតឥតមានក្តីសង្ស័យថាទេវតានិមិត្តសន្លឹកក្បាច់មួយទងដែលវល់វងមូលក្រឡង់អាចតាក់ទាញភ្នែកគយគន់មើលម្ដងហើយម្ដងទៀតនឹងឲ្យឈរត្រឹងភាំងព្រិចខ្លួនជញ្ជក់មាត់ដោយ
សេចក្តីស្ងើចថ្មីដៃសម្ដែងឲ្យឃើញថាសម័យកសាងប្រាសាទបន្ទាយស្រីនេះជាសម័យនៃការចេះដឹងស្ទាត់ជំនាញរបស់បុព្វបុរសខ្មែរនាសម័យនោះប្រាសាទបន្ទាយស្រីកន្លងមកនេះត្រូវរងនូវភាពអន្តរាយដោយសារតែសង្គ្រាមបានធ្វើឲ្យប្រាសាទបុរាណមួយនេះខូចខាតទីអស់ច្រើនរបងកំពែងការពារខាងក្រៅត្រូវបានគេធ្វើការជីកគាស់កាយរុករកវត្ថុបុរាណការពីកំឡុងប្រទេសស្ថិតនៅក្នុងសម័យសង្គ្រាមគំនូរដុំថ្មប្រាសាទត្រូវទុករាយប៉ាយនៅមុខប្រាសាទតួប្រាសាទខាងក្នុងមួយភាគត្រូវបាក់បែកស្រុតទត់ទ្រោមដែលមើលទៅគួរឲ្យសង្វេគចំពោះសិលាចារឹកនៅក្នុងប្រាសាទបន្ទាយស្រីបានចែងថាប្រាសាទបន្ទាយស្រីមានឈ្មោះថាត្រៃភូវណៈមហេស្វរៈដែលមានន័យថាម្ចាស់នៃលោកទាំង3ស្ថាបនាឡើងក្នុងឆ្នាំ967នៃគ្រិស្តសករាជក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី2 944ដល់1001នៃគ្រិស្តសករាជតាមសិលាចារឹក K842 នាចុងសតវត្សទី10តាមរយៈសិលាចារឹកសេតតុយបានសរសេរថាក្សត្រព្រាហ្មណ៍នេះឈ្មោះថាញាក់ញាញ់វរិហៈប្រកបដោយចំណេះដឹងខ្ពស់ខាងវិទ្យាសាស្ត្រទទួលមុខងារជាសាស្ត្រាចារ្យខាងសេវនិយមនិងជារាជគ្រូទី1នៃព្រះមហាក្សត្រឈ្មោះថាព្រះបាទជ័យវរ្ម័នទី5លក្ខណៈទូទៅរបស់ប្រាសាទសំណង់នានានៃប្រាសាទបន្ទាយស្រីរាយគ្នាសងខាងបន្ទាត់ទ្រង់មួយរត់ជួរកើតលិចហើយអាចបែកចេញជាពីរផ្នែកទី1ផ្ដើមចេញពីខ្លោងទ្វារចុងខាងកើតដែលមានផ្លូវមួយប្រវែងរហូតទៅដល់67ម៉ែត្រចេញពីនោះមកផ្លូវដើរនោះអមដោយថេវរហូតដល់ចុងខាងលិចទើបបានអាគារលាតប្រវែងសន្ធឹងទៅម្ខាងនៅសងខាងផ្លូវដដែលតែដាច់ចេញថេវបន្តិចមានអាគារលាតទទឹងដែរគឺមួយនៅខាងជើងផ្លូវ3ទៀតនៅខាងត្បូងដើរតាមនេះមកតាមខ្លោងទ្វារនៃទីធ្លាទី3ភ្លាមគឺយើងចេញមកផ្នែកទី2នៃប្រាសាទទាំងមូលហើយផ្នែកនេះមានទំហំ95ម៉ែត្រគុណនឹង110ម៉ែត្រហើយចែកចេញជារ៉ូតតគ្នាពីខាងក្រៅទៅក្នុងបរិវេណទី3នេះមានកសិនទឹកព័ទ្ធជាមួយមួយជុំសិនទើបមកដល់ទីធ្លាទី2ដែលមានទំហំ38ម៉ែត្រគុណនឹង42ម៉ែត្រឯកំពែងទី1រាប់ពីខាងក្នុងរាង4ជ្រុងស្មើមួយជ្រុងប្រវែង 23.50 ម៉ែត្រកំពែងនីមួយៗមានខ្លោងទ្វារនៅចំកណ្ដាលខាងកើតនិងខាងលិចទីធ្លាទី2មានសំណង់បន្ទាប់បន្សំជាច្រើនព្រមទាំងសំណង់ផ្សេងទៀតអំពីឈើដែលសប្តាហ៍ថ្ងៃបាត់បង់អស់ហើយទីធ្លាក្នុងបង្អស់ក៏ដូចគ្នាដែរក្នុងនោះមានតួប៉មកណ្ដាល3សាងនៅលើខឿនជាមួយនឹងគ្នា95ម៉ែត្រនៅកណ្ដាលមានតួប៉មួយកម្ពស់ 9.80 ម៉ែត្រដែលមានយ៉រមួយជាមណ្ឌលលយចេញមកខាងមុខនិងហោត្រៃបែរទៅទិសខាងលិចនៅសងខាងមុខក្រុមប៉មទាំង3ចំពោះការធ្វើកំណាយដើម្បីពិនិត្យឲ្យយល់អំពីស្ថានភាពក្រុមអភិរក្សរៀបចំកម្មវិធីកំណាយជាលក្ខណៈទ្រង់ទ្រាយធំមួយតាមបុរាណវិទ្យាក្រៅពីទិន្នន័យបានមកពីស្ថានភាពគ្រឹះប៉មនានានិងអំពីប្រព័ន្ធមហូរទឹកហើយដែលធ្វើឲ្យយល់មូលហេតុនៃការត្រុតត្រោមនោះគេបានប្រទះឃើញវត្ថុព្រមទាំងស្លាកស្នាមបុរាណជាច្រើនទៀតពេលរើកម្រាលទីធ្លាខាងក្នុងគេប្រទះឃើញរុនបង្គោលឬសសរមួយចំនួនបង្ហាញថាពីមុនមកមានអាគារអំពីឈើបន្ថែមលើសំណង់ថ្មីនៃប្រាសាទនេះមើលទៅប្រហែលជាអាគារឈើនេះសម្រាប់បម្រើការបូជាតែនេះគ្រាន់តែជាការប៉ាន់ស្មានទេកម្រាលថ្មនៅទីធ្លាខាងក្នុងសុទ្ធដោយកន្លែងធ្វើឲ្យគេឃើញវត្ថុថ្មីទៀតដែលកាលពីពេលស្ការព្រៃស្ដារប្រាសាទព្រមទាំងពេលជួសជុលក្រោយមកទៀតពុំបានប្រទះដូចជាថ្មចម្លាក់ទាំងដុំបំណែកចម្លាក់ខ្លះចម្លាក់សម្រាប់បញ្ចាំងប៉មនិងក្បាលរូបឆ្មាំប្រាសាទមួយផងដែរផ្នែកដំបូលវិញ
tăngពីដើមមកដំបូលប៉មនិងហៅត្រៃតែងតែសង់ដោយតម្រៀបថ្មឬឥដ្ឋលាយគ្នាលយចេញពីមួយទៅមួយឡើងទៅលើយូរបន្តិចតតែមុខដល់ចុងសតវត្សទី10ទៅបច្ចេកទេសនេះរៀលដាលដល់យកសង់ជាដំបូលរោងទងនានាដែលមានកំណើតមកពីពេលនោះមកបច្ចេកទេសដំបូងនេះមានលក្ខណៈងាយស្រួលតែពុំសូវសុក្រទេកាលណាដំបូលនោះធំរាងកោងរាងមូលពាក់កណ្ដាលកាលសម័យមុនអង្គរដោយសារតែទូប៉មច្រើនតែឥដ្ឋដំបូលប្រើបច្ចេកទេសនេះក៏ជាឥដ្ឋតែនៅសម័យអង្គរគេនិយមថ្មភក់ឃើញថាប្រាសាទមន្ទីរស្រីក៏ដូចសំណង់ឯទៀតក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី2ដែរបានងាកមករកឥដ្ឋវិញប្រាសាទមន្ទីរស្រីហាក់មានការរដ្ឋានពិសោធន៍មួយនៅសម័យនោះត្បិតរបៀបធ្វើដំបូលដែលខ្មែរអនុវត្តតាំងប៉ុន្មានមាននៅទីនោះអាគារទ្រវែងនិងថែវសុទ្ធតែមានគ្រោងឈើនិងប្រក់ក្បឿងដែលមានជាងស្គាល់ជាទូទៅធម្មតាបើហៅត្រៃទាំងពីរព្រមទាំងយកប៉មទាំងកណ្ដាលវិញប្រក់ឥដ្ឋតាមរបៀបលយចេញពីក្រោមទៅលើដូចបាននិយាយពីមុនរីឯក្រុមប៉មកណ្ដាលខ្លោងទ្វារខាងកើតទី1យកខ្លោងទ្វារខ្លះនៅកំពែងទី2គឺប្រក់របៀបលយលើគ្នាដែរតែវត្ថុធាតុជាថ្មភក់ចាប់ពីខ្មែរចាប់កាន់ព្រះពុទ្ធសាសនាថេរវាទរវាងសតវត្សទី14មករបៀបប្រក់ថ្មនេះក៏ត្រូវបានបោះបង់ចោលទៅហើយគេក៏និយមប្រើគ្រោងដំបូលឈើប្រក់ក្បឿង